The stories of the universe មេរៀនអំពីរឿងនៃសកលលោក the universe is everything we can touch, feel, sense, measure, or detect. It includes living things, planets, stars, galaxies, dust, clouds, yeah, light, and even time. Before the birth of the universe, time, space, and matter did not exist. Did not exist. រឿងដែលតាក់ទងទៅនឹងចក្រវាឡចក្រវាឡឬក៏សកលលោកគឺជាអ្វីៗទាំងអស់ដែលយើងអាចចាប់បានអាចមានអារម្មណ៍ដឹងអាចញៀនដឹងឬក៏អាចវាស់អាចរកវាឃើញអាចរកវាឃើញនេះគឺរួមបញ្ចូលទាំងវត្ថុដែលមានជីវិតដែលកំពុងតែរស់នៅលើសកលដែលមានជីវិតដូចជាតារាដូចជាភពតារាហើយនឹងដុំហ្គាឡាក់ស៊ីពពកធូលីពន្លឺថែមទាំងពេលវេលាផងដែរមុនពេលការកើតឡើងនៃសកលលោកគឺ time ហើយនឹង space ពេលវេលាហើយនឹងលំហអាកាសគឺហើយនឹងអ្វីដែលជុំវិញខ្លួនយើងគឺមិនមានទេបាទ matter គឺអ្វីៗជុំវិញខ្លួនយើង did not exist មិនមានទេសកលលោកគឺមាននៅហ្គាឡាក់ស៊ីជាច្រើនកោដហ្គាឡាក់ស៊ីបាទច្រើនរាយច្រើនពាន់កោដចាស់ហ្គាឡាក់ស៊ីនីមួយគឺមានតារារាប់កោដទៀតបាទ The space between the stars and galaxies is largely empty បាទន័យថាលំហអាកាសនៅចន្លោះរវាងតារាហើយនិងហ្គាឡាក់ស៊ីគឺបាទលហលហេវបាទគឺលហលហេវន័យថាធំធេងគឺគ្មានទីបញ្ចប់ empty. However, even places far from the star and planet contain scattered particles of dust or a few hydrogen atoms per cubic centimeter. ទោះបីជាយ៉ាងណាក៏ដោយបើនៅឆ្ងាយអំពីតារាហើយនឹងភពបាទគឺយើងមាននៅជាតិអាតូមបាទន័យថាយើងអាចឃើញថានៅក្នុង1ម៉ែត្រគីបនៅក្នុង1សង់ទីម៉ែត្រគីបបាទសង់ទីម៉ែត្រគីបគឺយើងអាចរកឃើញនៅជាតិអាតូមតិចតួចបាទជាតិអាតូមបន្តិចបន្តួចដែលមាននៅធាតុហីដ្រូសែនបាទដែលវាគឺជាធូលីកំទេចដីបាទកំទេចធូលីដីតូចៗគឺផ្សិតផ្សាយពេញលំហអាកាសបាទSpace is also filled with radiation, example light and heat, magnetic field, and high energy particles, cosmic ray. បាទលំហអាកាសក៏មានពោពេញទៅដោយកាំរស្មីបាទដូចជាពន្លឺហើយនឹងកម្ដៅបាទមានទាំងដែនម៉ាញ៉េទិកហើយនឹងលំអងធូលីដែលមានជាតិអគ្គិសនីឬក៏ដែលថាដែលមានធម្មពលខ្ពស់តូចជាច្រើនដែលយើងហៅដូចជាប្រភេទ cosmic rays បាទអញ្ចឹងយើងមើលទាំងអស់គ្នាតើ cosmic ray គឺជាអ្វីខ្ញុំនឹងបង្ហាញរូបអ្នកទាំងអស់គ្នាឲ្យស្គាល់គឺជាឧទាហរណ៍មួយនៃ cosmic ray ដែលវាកើតឡើងនៅលើក្រៅភពផែនដីគឺនៅលើលំហអាកាសហើយវាជះត្រឡប់មកលើភពផែនដីបង្កការប៉ះពាល់ឬក៏វាយប្រហារទៅលើភពផែនដីអញ្ចឹងយើងនឹងមើលរូបផ្សេងទាំងនេះហើយគឺជា cosmic ray ដែលវាយប្រហារមកលើផែនដីបាទវាកើតឡើងដោយ charge particle of dust charge particle វាកើតឡើងអំពីละอองធូលីទុយដែលមានផ្ទុកនៅជាតិអគ្គិសនីបាទហើយវាវាយប្រហារមកលើផែនដី The universe is incredibly huge. It would take a modern jet fighter more than 1 million years to reach the nearest star to the sun. បាទចក្រវាឡគឺយើងនិយាយថាធំអនន្តបាទគឺធំគ្មានកោះគ្មានត្រើយអញ្ចឹងវាអាចបើសិនជាយើងប្រើយន្តហោះប្រដេញដល់លឿនបំផុតបាទដល់លឿនហើយទំនើបបំផុតហ្នឹងគឺវាត្រូវចំណាយរយៈពេលជាង1លានឆ្នាំបាទដើម្បីធ្វើដំណើរទៅឲ្យដល់
ផ្កាយដែលនៅជិតព្រះអាទិត្យគឺផ្កាយដែលនៅបែបព្រះអាទិត្យ traveling at the speed of light 300,000 per second មានន័យថាធ្វើដំណើរយ៉ាងហោចណាស់ក៏300,000 kilometers នៅក្នុងមួយវិនាទីដែរ It would take up to 100,000 years to cross our Milky Way galaxy alone ចឹងបើធ្វើដំណើរ300,000 kilometers ក្នុងមួយវិនាទីគឺចំណាយរយៈពេល100,000 ឆ្នាំគឺឆ្លងបានន័យថាគឺដើម្បីឆ្លងកាត់ Milky Way បាទ Milky Way បានន័យថាផ្លូវតារាដែលមានលក្ខណៈស្តៀងទឹកដោះគោបាទពណ៌ទឹកដោះគោបាទ No one know the exact size of the universe because we cannot see the edge គ្មានអ្នកណាដឹងថាទំហំសកលលោកគឺប៉ុណ្ណាទេដោយសារតែយើងមិនអាចមើលឃើញជាយរបស់វាណាជាយ if there is one ណាបើសិនជាមានក៏យើងមើលមិនឃើញណាall we do know is that visible universe is at least 93 billion light years across អ្វីដែលយើងអាចអ្វីដែលយើងពិតជាដឹងគឺថាសកលលោកដែលយើងអាចមើលឃើញគឺយ៉ាងហោចណាស់ក៏វាមានការឆ្លងកាត់នៃឆ្នាំពន្លឺរហូតដល់93 កោដឆ្នាំពន្លឺដែរ A light year is the distance light travels in 1 year បាទអញ្ចឹងឆ្នាំពន្លឺគឺជារយៈចម្ងាយនៃពន្លឺដែលធ្វើដំណើរនៅក្នុងមួយឆ្នាំ about 9 trillion kilometers បាទបានន័យថារាប់សិបកោដបាទរាប់សិបកោដគឺ9រាប់កោដគីឡូម៉ែត្របាទសកលលោកគឺមិនមែនតែងតែស្ថិតនៅក្នុងទំហំដដែលបាទទំហំដូចគ្នាដដែលទេអ្នកវិទ្យាសាស្ត្រជឿជាក់ថាវាចាប់ដើមមានការបុកទង្គិចដ៏ធំមួយដែលវាបានកើតឡើងរាប់សិបកាលពី14កោដឆ្នាំមុនកន្លងទៅហើយតាំងពីពេលនោះមកសកលលោកក៏បានពង្រីកចេញធំដែរនៅក្នុងល្បឿនដ៏លឿនមួយ so the area of space is now is million times bigger than it was គេមានន័យថាទំហំអាកាសហ្នឹងគឺយើងអាចឃើញថាវាធំជាងពីមុនទៀតរាប់កោដបាទអញ្ចឹងកាលពីពិភពលោកវានៅក្មេងខ្ចីលើកមុនសកលលោកនៅក្មេងខ្ចីលើកមុនគឺវានៅតូចតែឥឡូវគឺវាធំជាងមុនបាទ The galaxies are also moving further apart as the space between them expands អញ្ចឹងក្រុមកញ្ចុំកាយបាទកញ្ចុំកាយ galaxy ក៏វាធ្វើដំណើរចេញមកឆ្ងាយដែរនៅខណៈពេលដែលចឹងនិយាយនៅខណៈពេលដែលលំហនោះគឺវាលំហរវាងពួក galaxy និងអ្វីផ្សេងទៀតហ្នឹងគឺវាធ្វើការរីកធំជាងមុនអញ្ចឹង galaxy ក៏វាធ្វើដំណើរកាន់តែឆ្ងាយចេញអំពីលំហបាទនេះគឺជាមេរៀនដែលតកតងទៅនឹង universe បាទហើយសូមអរគុណសម្រាប់ការទស្សនា